Bàiជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងធ្វើការវិភាគតួអង្គចំនួន2មាន The Voice ដែលជាផ្នែកក្រៅរបស់ Sentry ជាមួយនឹង Loki God of Story បញ្ជាក់គឺខ្ញុំវិភាគតែក្នុង live action ទេណា Loki របស់ Marvel Studio សម្រាប់ Disney Plus Loki ត្រូវបាន TVA ចាប់ខ្លួនដោយសារតែគាត់បង្កើតជា Temporal Loop ដែលនាំឲ្យមានការខូចខាតដល់ Time Stream ទោះបីជា Loki ព្យាយាមរត់គេចពីជោគវាសនាយ៉ាងណាក៏ដោយទីបំផុតគាត់ក៏បានក្លាយជាអ្នកគ្រប់គ្រង TVA និងដើរតួជាអ្នកការពារ Time Stream ទាំងមូលនេះជាការផ្លាស់ប្ដូរដ៏ធំធេងបង្ធត់ក្នុងដំណើររឿងរបស់គាត់ពីតួអង្គក្បត់ទៅជាវីរបុរៈបែបមួយក្នុងរដូវកាលទី2នៃរឿង Loki បានបន្តដំណើរផ្សងព្រេងរបស់គាត់ដើម្បីស្វែងរក CV និងទប់ស្កាត់ការបំផ្លាញនៃ Multiverse Stinger តាមរយៈការប្រើប្រាស់លទ្ធភាពរបស់គាត់ក្នុងការគ្រប់គ្រង Time Slipping និង Yggdrasil នៅក្នុងចក្រវាល MCU Live Action ការកកើតនៃ The Voice គឺថា Sentry Bob Reynolds ដែលកើតចេញពីការពិសោធន៍ចាក់សេរ៉ូមពិសេសម្យ៉ាងដែលផ្ដល់ថាមពលស្មើនឹងព្រះអាទិត្យផ្ទុះរ៉ាបៀតប៉ុន្តែក្នុងពេលជាមួយគ្នានោះវាក៏បានបង្កើតឲ្យមានអង្គភាពងងឹតមួយហៅថា The Voice ដែលជាតំណាងឲ្យកំហឹងនិងការបំផ្លិចបំផ្លាញឥតដែនកំណត់ដែលបង្កប់ក្នុងចិត្តរបស់គាត់ថ្ងៃនេះអ្នកទាំងអស់គ្នាឥឡូវគឺយើងធ្វើការវិភាគទៅចំពោះកម្លាំងគឺខ្ញុំសូមឲ្យវាទៅកាន់ The Voice ព្រោះគាត់អាចហាយភពនឹងប្រតិបត្តិបានប៉ុន្តែនៅក្នុង live action គឺយើងមិនបានឃើញគាត់ធ្វើមែនប៉ុន្តែជាក់ស្ដែងថាមពលគាត់នឹងគឺខ្លាំងមែនចឹងហើយចំពោះ Loki គឺកម្លាំងរបស់គាត់គឺមិនខ្លាំងទេគឺគាត់ខ្លាំងផ្នែកលើវេទមន្តនិងចំណុចរបស់គាត់តែប៉ុណ្ណោះហ្នឹងហើយឥឡូវយើងមើលទៅលើភាពធន់គឺបានទៅលើ Loki គឺគាត់អាចអង្គុយនៅក្នុងចំណុចកណ្ដាលនៃការបំផ្លាញពេលវេលាទាំងមូលមានន័យថា temporal radiation ដែលអាចរំលាយអ្វីៗទាំងអស់ដែលទៅជាខ្សែហើយ Loki គឺគាត់មានជីវិតអមតៈហើយចំណែក The Voice គឺអាចនឹងត្រូវគេសម្លាប់ដើម្បីគ្រប់គ្រងបានប៉ុន្តែ Loki មិនអាចទេចឹងណាបាទហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះ IQ និង Battle IQ គឺខ្ញុំគិតថាបានទៅលើ Loki គាត់មានទេពកោសល្យបទពិសោធន៍រាប់ពាន់ឆ្នាំដែលទាក់ទងជាមួយនឹងសង្គ្រាមនិងបានរៀនសូត្រពីវិទ្យាសាស្ត្រពេលវេលាចំណែក The Voice គឺគាត់មានតែកំហឹងនិងសភាវគតិរបស់គាត់គិតសិក្សាតែម្ដងបាទអ្នកទាំងអស់គ្នាហ្នឹងហើយចំពោះធម្មពលគឺខ្ញុំសូមឲ្យវាទៅកាន់ Loki God of Story មូលហេតុដោយសារតែ Loki គឺគាត់ស្ថិតនៅកម្រិត multiversal ចំណែក The Voice គឺគាត់ស្ថិតនៅកម្រិត solar system level ទេគឺធម្មពលរបស់ Loki នេះគឺគាត់អាចកាន់កាប់និងផ្ដល់ធម្មពលដល់ពហុចក្រវាលទាំងមូលដោយដៃទទេរបស់គាត់ណាហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹង ability ឬក៏សមត្ថភាពគឺបានទៅ Loki ដូចគ្នាស៊ីដាច់ហ្មងដោយ Loki នេះគឺគាត់អាចគ្រប់គ្រងពេលវេលាហើយនឹងគ្រប់គ្រងសាច់រឿងទាំងស្រុងវាអាចហៅបានថា reality និងវេទមន្ត Asgardian ទាំងអស់ចំណែកទៅ The Voice វិញគឺគាត់មានត្រឹមធម្មពលនៃការបំផ្លាញនិងការបត់បែនមួយកុលទេចឹងណាហើយឥឡូវនេះគឺយើងអាចសន្និដ្ឋានបានហើយបាទហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះជ័យជំនះនេះគឺខ្ញុំសូមឲ្យវាទៅកាន់ Loki God of Story ទៅណាគឺគាត់ឈ្នះដោយ low date មានន័យថាឈ្នះដោយមិនសូវខំប្រឹងច្រើនការឈ្នះហ្នឹងគឺចាំខ្ញុំរៀបរាប់ជូនអ្នកទាំងអស់គ្នាដូចតទៅណាការឈ្នះហ្នឹងគឺ Loki ហ្នឹងគឺគាត់មិនបាច់ចាំចុះទៅវាយផ្ទាល់ជាមួយ The Voice ទេគឺគាត់អាចឈ្នះដោយវិធីផ្សេងដូចជាកែប្រែសាច់រឿងឬមួយក៏ថាសរសេរសាច់រឿងឡើងវិញកុំឲ្យ Sentry ហ្នឹងត្រូវបានគេយកទៅពិសោធន៍ឬមួយក៏ថាមួយទៀតគឺគាត់អាចគ្រាន់តែលែងដៃពីខ្សែនៃពេលវេលា timeline របស់គាត់ហ្នឹងដែល The Voice កំពុងរស់នៅហ្នឹងឲ្យលែងវាចោលទៅឲ្យវានៅក្រៀមស្អិតហ្នឹងទៅហើយឲ្យវាស្លាប់ទៅពេលហ្នឹងហើយគឺវា The Voice ហ្នឹងក៏វាអាចស្លាប់ទៅតាមនឹងដែរហើយតាមវិធីមួយទៀតគឺ time freeze Loki គឺគាត់អាចបញ្ឈប់ពេលវេលាដាក់ The Voice ឲ្យຕົកចោលជារៀងរហូតក៏បានយ៉ាងហើយគឺយើងអាចសន្និដ្ឋានបានហើយថា The Voice ហ្នឹងគ្រាន់តែជាបិសាចដែលបំផ្លាញពិភពលោកទេប៉ុន្តែ Loki គាត់គឺជាព្រះដែលកាន់កាប់ពិភពលោកទាំងនោះនៅក្នុងដៃរបស់គាត់មានន័យថារាល់ពិភពលោករាល់ចក្រវាលទាំងអស់នៅក្នុង multiverse ទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងដៃរបស់គាត់ហើយអញ្ចឹងហើយ The Voice អីគឺគ្មានឱកាសឈ្នះគាត់គេហៅថា 1% បាទហ្នឹងហើយជាចុងក្រោយអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយបើសិនជាក្នុងវីដេអូរបស់ខ្ញុំមានកំហុសខុសឆ្គងត្រង់កន្លែងណានេះសូមអ្នកទាំងអស់គ្នាអធិស្ឋានផងដែរបាទហើយបើសិនជាអ្នកទាំងអស់គ្នាចង់ខមមិនឲ្យខ្ញុំវិភាគតួអង្គរឿង Marvel ជាមួយនឹង DC ទៀតអ្នកទាំងអស់គ្នាគ្រាន់តែអត់ខមមិនខាងក្រោមទៅសម្រាប់ YouTube សម្រាប់ TikTok អ្នកទាំងអស់គ្នាចូលទៅខ្ញុំកន្លែងរបស់សូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងការទស្សនាវីដេអូរបស់ខ្ញុំបាទក្នុងការវិភាគតួអង្គ Marvel និង DC បាទ